បាទថ្ងៃហ្នឹងមកបង្ហាញបងប្អូនយើងអំពីទ្រុងបាទទ្រុងពគងនេះគឺឈើបងប្អូនយើងឃើញហើយណាកូនឈើប្រេងខ្យល់បាទកូនឈើប្រេងខ្យល់នេះយើងធ្វើទៅបិទតែទូចទូចអញ្ចឹងឯងប៉ុន្តែបើក្នុងមួយលុបអត់ត្រូវទឹកអត់ភ្លៀងអត់អីក៏យើងអាចប្រើបានយូរឆ្នាំដែរបាទហើយនេះសសរវានេះរាងទ្រើសបន្តិចក៏ប៉ុន្តែមិនជាថ្មីទេបិទតែកូនឈើមែនប៉ុន្តែយើងក៏វាមានគុណភាពសម្រាប់យើងរកចំណូលបានដែរឥឡូវនេះពពងចាប់ផ្ដើមខាំងកដាលវាណាកដាលត្រង់មួយហ្នឹងវាអត់មានចាំងកដាលអញ្ចឹងដាក់សាកល្បងលើមុនយើងអត់បានធ្វើចាំងកដាលវាឃើញថាមន់រញ៉េរញ៉ៃវាឆ្លងទៅជន់កគ្នាអញ្ចឹងណាអញ្ចឹងឥឡូវនេះពពងចាប់ផ្ដើមវាយអស័យនេះដើម្បីយកទៅគៀបស្នាញ់ចំកដាលហ្នឹងចែកជា2បន្ទុកអញ្ចឹងទៅត្រង់នេះឯងទៅតឹងវា1ម៉ែត្រកន្លះបដោយវា3ម៉ែត្រអញ្ចឹងនេះយើងខាំងកដាលនេះយើងវាយខាំងកដាលនេះគឺយើងចែកបន្ទុកវាមួយចំហៀងម្នាក់ណាបាទចែកជា2ហើយចែកបដោយបាទឥឡូវហ្នឹងយើងកំពុងតែចាប់ផ្ដើមរៀបរាប់នឹងវាយសំណាញ់ភ្នែករួចពណ៌ខៀវហ្នឹងដើម្បីខាំងកដាលដើម្បីចែកជា2ដាក់មួយចំហៀងមាន់ដាក់15ក្បាលអញ្ចឹងបានន័យថាត្រង់មួយនេះយើងអាចដាក់បានមាន់30ក្បាលបាទនេះសំណាញ់នេះគឺសំណាញ់ភ្នែកក្រួយនេះគឺយើងលាយវាចំកដាលអញ្ចឹងមកណាហើយឫស្សីបាញ់ហ្នឹងគឺយើងវាយដីគោលហើយសម្រាប់គៀបបាទសម្រាប់គៀបដល់ពេលយើងគៀបវាទៅវាចែកជា2ដាច់ដោយឡែកហើយអញ្ចឹងមកចាហៀងខាងលិចយើងដាក់មាន់15ក្បាលហើយមកចាហៀងខាងកើតយើងដាក់មាន់15ក្បាលដែរអញ្ចឹងបានន័យថាត្រង់ដល់តូចមួយនេះយើងអាចដាក់មាន់បាន30ក្បាលបាទអញ្ចឹងកាលណាយើងដាក់បាន30ក្បាលនេះយើងមានការថែទាំវាឲ្យល្អលាយចំណីឲ្យស៊ីល្អត្រឹមត្រូវទៅថែរក្សាវាបានទៅវាជួយយើងដែរបាទក្នុងមួយទ្រុងនេះយើងប្រមូលផលម្ដងហើយណាក៏បាន80,000រៀលដែរបាទអញ្ចឹងពពងមាន2ទ្រុងបាទ2ទ្រុងបាន1លានជាងដែរបាទហើយនេះវាជាការច្នៃប្រឌិតមួយដែលធ្វើឲ្យយើងមានគុណភាពក្នុងគ្រួសារអញ្ចឹងណាបាទហើយដូចជាមន់អីដែលពេលដែលយើងដាក់ចិញ្ចឹមនៅលើទ្រុងអញ្ចឹងវាអនាម័យស្អាតដៃជើងវាសម្រស់វាសម្បុរវាស្អាតល្អវាអត់បានទៅប្រឡាក់ដីប្រឡាក់ភក់ប្រឡាក់ជ្រាំអីធ្វើឲ្យឆ្លងមេរោគទេចឹងកាលណាយើងចំវាមានអនាម័យចឹងគឺសុវត្ថិភាពអត់ឈឺទៀតបាទចឹងនេះកំពុងតុបតែងវាយវាហើយហ្នឹងតាពេលណាយើងរៀបចំរួចបងប្អូនចាំមើលបន្តិចកំពុងចាប់មន់ដាក់លើហើយបាទឥឡូវហ្នឹងវាគ្រាន់តែនៅទឹះតលតារឿងចែកត្រង់នឹងជា2ហើយគឺយើងមានការដាក់ទ្វាបាទដាក់ទ្វាកាឡាដែលបងប្អូនយើងឃើញដាក់សំណាញ់ដាក់ចំណីឲ្យស៊ីហ្នឹងណាពពងដាក់ហ្នឹងហើយរួចរាល់ហ្នឹងគឺបានន័យថាចាប់មន់ដាក់បានហើយដាក់ហើយចងស្នូកចំណីអីស្រួលគឺចាប់មន់យកមកដាក់ដល់ពេលយើងដាក់មន់ហើយហ្នឹងក៏ចាប់ផ្ដើមលាយចំណីឲ្យស៊ីបន្តទៅបានហើយបាទហើយពពងមានរូបមន្តលាយចំណីនេះគឺលាយតែដដែលហ្នឹងឯងបងប្អូនយើងអត់ផ្លាស់ប្ដូរទេព្រោះចំណីរូបមន្តម្សៅបន្លែ2អហ្នឹងគឺពពងលាយឲ្យស៊ីមន់ល្អខ្លាំងណាស់បាទពពងអាចថាទទួលយកបានព្រោះវាមន់ធាត់ហើយធំលឿនឆាប់បានលុកអញ្ចឹងគឺប្រើតែដដែលហ្នឹងឯងអត់មានប្រែប្រួលផ្លាស់ប្ដូរអីទៅណាឆ្ងាយទេបាទហ្នឹងហើយនេះជាការរៀបចំមួយសម្រាប់គេហៅថាប្រព័ន្ធរកចំណូលនៅក្នុងផ្ទះបាទប្រព័ន្ធរកចំណូលក្នុងផ្ទះយើងចេះតែកែច្នៃចេះលៃពីនេះពីនោះដើម្បីវាមានអត្ថប្រយោជន៍ដើម្បីទទួលបាននៅចំណូលបន្ថែមពីការងារផ្សេងអញ្ចឹងណាបាទអញ្ចឹងពពងតែងតែមានគំនិតច្នៃប្រឌិតហ្នឹងគឺបងប្អូនឃើញហើយបាទតាំងពីកដោបតាំងពីមន់តាំងពីទាអីជ្រូកត្រីឯណានៃពពងច្នៃលៃតែចឹងបាទពពងអត់មានខ្វល់ថាទៅរកការងារនៅឯណាមានការងារឬក៏អត់ការងារអីទេ
ពួកគងបង្កើតតាការងារដល់ខ្លួនឯងនៅក្នុងផ្ទះខ្លួនឯងហ្នឹងឯងវិលជំវិញផ្ទះហ្នឹងវិលដាំដុះខ្លះទៅចំសัตว์ខ្លះទៅណាឥឡូវហ្នឹងពីត្រង់ហ្នឹងបងប្អូនយើងចិត្តបានហើយឥឡូវហ្នឹងoperator កំពុងរៀបចំចិត្តហើយតែតិចទៀតហ្នឹងចាប់មន់ដាក់ឥឡូវហើយបាទអញ្ចឹងនេះជាគេថាគំរូមួយសម្រាប់បងប្អូនយើងដែលតំណេអញ្ចឹងណាបងប្អូនយើងអាចមើលគំរូនឹងបានហើយក៏អាចយកទៅធ្វើបានហើយដូចជាមានចម្ងល់ពីការលាយចំណីឬក៏មានចម្ងល់ពីអីផ្សេងបងប្អូនយើងអាចសួរពពងបានเนาะពពងនឹងរៀបរាប់ប្រាប់បងប្អូនយើងឲ្យបងប្អូនយើងធ្វើទៅបាទពពងចង់ឃើញតែបងប្អូនយើងនឹងមានរបស់ហូបគ្រប់គ្រាន់ធូរធារអីចឹងណាពពងអត្ថាធិប្បាយទៅដើម្បីបងប្អូនយើងស្វែងយល់ទៅបងប្អូនយើងយកទៅអនុវត្តធ្វើបានតាមផ្ទះរៀងខ្លួនចឹងទៅហើយវាជាការល្អមួយសម្រាប់យើងនៅនឹងផ្ទះទៅជួបជុំកូនចៅផៅសន្តានណាជួយគ្នាមួយដៃមួយជើងទៅខ្លះក៏លាយចំណីទៅខ្លះក៏ដាក់ទឹកទៅចឹងណាវាសំខាន់គឺយើងនៅផ្ទះយើងជួយគ្នាបានការងារបាទកប៉ិកកប៉ុកណាឥឡូវពពងចាប់ផ្ដើមបាំងអាជាងកដាលរួចហើយឥឡូវចាប់ផ្ដើមដាក់អាចរឹងហ្នឹងណាចរឹងដែលឲ្យមន់ឲ្យក្បាលមកស៊ីហ្នឹងគឺយើងទាំងហ្នឹងយើងអាចដោះចេញដោះចូលបានណាយើងគ្រាន់តែចងលុះចឹងទេបាទពេលដែលយើងបាញ់វិសហើយលៃខ្នាតវាហើយហ្នឹងគឺយើងយកមកចងអញ្ចឹងពេលណាត្រូវការចាប់មន់ចាប់ហើយយើងស្រាយអាហ្នឹងមកលុកចាប់អាហ្នឹងយើងអាចបើកបិទបានណាហើយខ្នាតបាទបងប្អូនខ្លះគាត់ខមមិនសួររឿងខ្នាតប្រហោងដែលឲ្យមន់ឲ្យក្បាលហ្នឹងអាចរឹងហ្នឹងថាទុកប្រមាណចន្លោះហ្នឹងចន្លោះប៉ុណ្ណាបាទចន្លោះ4ហ៊ុនបាទចន្លោះគឺពីប្រឡោះមួយប្រឡោះឃើញបោហ្នឹង4ហ៊ុនបាទ4ហ៊ុនទៅមន់អើតក្បាលមកស៊ីបានហើយបាទហើយមន់ក៏ចឹងដែរមន់យើងអាចថា25ថ្ងៃចុះអាយុវា25ថ្ងៃយកម្ដាក់លើនឹងបានណាប៉ុន្តែប្រគងពេលខ្លះដាក់តាំងពីអាយុ21ថ្ងៃមកម្លេះបាទចឹងនេះទ្វាបិទបើកចឹងអាលើក៏បើកបានអាក្រោមក៏បើកបានពេលអាក្រោមនេះតែពេលដែលយើងចងរួចរាល់អស់ហើយយើងយកស្នូកចំណីមកចងភ្ជាប់បាទយកស្នូកចំណីមកចងភ្ជាប់វាអត់អាចបើកបានទេចឹងយើងបើកអាលើបានអាលើដល់ប្រហែលថាយើងត្រូវការដាក់មន់ចូលទៅចិញ្ចឹមអីយើងបើកអាលើទៅតម្លាក់មន់ចូលផ្លុកទៅណាប៉ុន្តែដល់ពេលចាប់មន់មកវិញបើកអាលើហ្នឹងចាប់អត់បានទេចឹងយើងអាចស្រាយស្នូកចំណីចេញមកបើកអាក្រោមចឹងមកលូកដៃចាប់បានយ៉ាងស្រួលពីព្រោះជំរឿវាពីគៀនហ្នឹងទៅដល់អាជាងកដាលហ្នឹងតែ7ទឹកទេឃើញទេនេះបើកចឹងមកណា7ទឹកឯលូកដៃចាប់ស្រួលបាទ7ទឹកហ្នឹងយើងលូកដៃទៅមកស្រួលបាទជៀសវាងបងប្អូនយើងកុំធ្វើធំណាធ្វើធំពិបាកលូកចាប់មន់ណាបាទហើយនេះឃើញចរឹងហ្នឹងក៏ហើយរួចរាល់ហើយបាទរួចរាល់អស់ហើយឥឡូវហ្នឹងតិចហ្នឹងយកស្នូកចំណីមកចងវានៅពីខាងមុខហ្នឹងហើយទៅហើយនោះចងអញ្ចឹងខៀវហ្នឹងស្នូកចំណីហើយបាទហើយតែកាលណាចងពីមុខអញ្ចឹងហើយគឺបានថាចរឹងហ្នឹងมันអាចបើកបិទបានទៀតទេព្រោះនេះយើងចងស្នូកមកវាស្រាក់ជាប់គ្នាហើយអញ្ចឹងអាហ្នឹងតលពេលយើងត្រូវចាប់មន់បានយើងស្រាយស្នូកចំណីនឹងចេញបានយើងអាចបើកក៏ចាប់មន់បានប៉ុន្តែបើសិនជាយើងដាក់មន់ចូលទៅក្នុងយើងបើកតែលើទេបាទបន្តិចទៀតប្រគងដាក់មន់ឡើងហើយបងប្អូនចាបងប្អូនបាទឥឡូវហ្នឹងកំពុងតែត្រៀមចងស្នូកចំណីស្នូកអីហើយហ្នឹងវាមេឃក៏ចិត្តយប់ដែរហើយបាទល្ងាចហើយនេះកំពុងតែធ្វើបខំធ្វើម៉េចបានដាក់មន់កំពុងដាក់ពេលយប់បងប្អូនយើងបាទបើចាប់មន់មកកុំឲ្យវាផ្អើលណាបាទកុំឲ្យវាផ្អើលរញ៉េរញ៉ៃញែកញ៉ោកអញអញ្ញាហ្នឹងគឺបានន័យថាយប់បានយើងយកមន់មកដាក់ប៉ុន្តែឥឡូវនេះល្ងាចហើយចាប់ផ្ដើមប្រឹងថាធ្វើម៉េចឲ្យហើយរួចរាល់ពីភ្លឺអញ្ចឹងទៅយប់បន្តិចហ្នឹងក៏យើងយកមន់មកដាក់បាទហើយដាក់ហ្នឹងប្រគងដាក់បញ្ជាក់ម្ដងទៀតថាបន្ទប់យើងវាចែកជា2ហើយពុះចំកដាលមិញហ្នឹងមួយខាងយើងដាក់មន់15ក្បាលបាទ
មកខាងលិចដាក់15ក្បាលមកខាងកើតដាក់15ក្បាលដែរបាទនេះរួចរាល់ហើយណោះស្នូកចំណីអីយើងចងរួចហើយពេលហ្នឹងមន់វាអាចក្បាលមកស៊ីខាងក្រៅបានហើយបាទឥឡូវក៏ដល់យប់ហើយប្រពងក៏ចាប់ផ្ដើមនេះមន់យកផ្ដាយមន់នេះត្រូវដាក់ជាទូទៅដាក់រាល់ដង22ថ្ងៃ25ថ្ងៃដល់រលឹកដែរឡែកតែរវល់ពេកបងប្អូនយើង28ថ្ងៃហើយបាទប៊ីសមួយខែហើយឥឡូវហ្នឹងនេះដាក់អញ្ចឹងបើកឥឡូវដាក់អញ្ចឹងបាទក្រោមយើងជាប់ហើយយើងបើកឥឡូវហ្នឹងក៏ចឹងដែរតែពេលដែលយើងដាក់មន់រួចរាល់អស់គ្រប់ចំនួនអស់ហើយយើងចងលួសដែរបាទយើងចងលួសទៅវាកុំឲ្យមន់វាបុកវាអីចឹងណាយើងបង្ការខ្លាចមន់វាផ្អើលវាអីទៅវាបុកបើងអាហ្នឹងយើងចងលួសពេលត្រូវការយើងត្រូវការបើកឬលូកធ្វើអីមួយចាំយើងស្រាយលួសទៅបាទចឹងចែនេះអត់មានអីពិបាកទេត្រង់មន់ចល័តប្រពងនេះស្រួលប្រើណាស់បាទហើយធ្វើម្ដងហ្នឹងប្រើបានយូរហើយតម្លៃដែលធ្វើហ្នឹងអស់250000រៀលបាទត្រង់មួយហ្នឹងណាបាទតាឥឡូវហ្នឹងព្រឹកឡើងបាត់ហើយនិយាយព្រឹកឡើងឥឡូវយើងចាប់ផ្ដើមយកចកសូឡាបងប្អូនអានេះចកសូឡាណាចកសូឡានេះយើងយកវាមកយើងយកមកលាយចំណីធ្វើឲ្យវាចំណេញចកនេះវាស្រួលបន្លែចកនេះវាអត់ពិបាកហាន់ពិបាកស្អីដូចយើងតកួនអីឬក៏ដើមចេកអីយើងត្រូវការយកមកហាន់ទៀតហើយបើចកសូឡាអត់ទេដួសយកមកដល់ថ្លឹងតែគីឡូបាត់ដាក់លាយតែម្ដងបាទហើយឃើញក្រមហមយកមកលាយហ្នឹងអាហ្នឹងហើយរូបមន្តម្សៅបន្លែ BR ដែលពគងលេទុកណាលេទុកហើយអីទៅណាដល់ពេលយើងត្រូវឲ្យស៊ីយើងយកតែ2គីឡូមកយើងលាយជាមួយចក2គីឡូទៀតបាន4គីឡូចឹងធ្វើឲ្យចំណេញគេបាទជួយឲ្យចំណេញកាត់បន្ថយចំណាយហើយបើយើងអត់មានចកទេយើងប្រើវាសុទ្ធអស់ច្រើនដែរបាទនេះយើងជីវជាតិចម្រុះបាទដែលមានរូបត្រីផ្លែឈើអីនេះអាហ្នឹងដាក់ជំនួយការពារកុំឲ្យមន់យើងចឹកគ្នាបាទពេលណាបងប្អូនចិញ្ចឹមមន់ឃើញចឹកគ្នាឈាមគូតឈាមអីហ្នឹងតើឡាប្រើម្សៅជីវជាតិចម្រុះនេះដាក់តែ2ស្ព្រាមកលេមកពេលចំណីយើងមកពេលយើងដាក់វាតែ2ស្ព្រាបាយទៅលែងចឹកគ្នាហើយបាទអ្នកខ្លះថាមន់ដាក់លើទ្រុងអញ្ចឹងចឹកគ្នាញ៉ៃញ៉ៃណាពពងដាក់មិនក៏អត់ឃើញចឹកនេះឯងអាចកំបាំងពពងគឺកន្លែងចំណុចនេះឯងបងប្អូនបាទប្រពងមិនកម្រដែរបានប្រាប់បងប្អូនយើងណាឥឡូវហ្នឹងជ្រុលទៅធ្វើវីដេអូហើយយកមកបង្ហាញតែម្ដងទៅបាទគឺជីវជាតិចម្រុះនេះវាប្រគ្រប់ជីវជាតិមន់ដែលចឹកគ្នាអីហ្នឹងវាខ្វះជីវជាតិវា stress វាមួម៉ៅវាអញ្ចឹងណាបាទហើយជីវជាតិចម្រុះនេះវាមិនត្រឹមតែជួយឲ្យបាត់ចឹកទេវាដោះស្រាយរឿងស្គមស្គាំងឬក៏ក្រិនមន់ក្រិនចាំមិនឡើងគីឡូអីយើងដាក់វាមកឡើងគីឡូលឿនហើយបាទចឹងការងារលាយតែប៉ុណ្្នឹងឯងតែប៉ុណ្្នឹងច្បល់សពប៉ុណ្្នឹងមកយើងអាចយកទៅដាក់ឲ្យមន់យើងស៊ីបានហើយបាទចឹងលាយហើយច្បល់ច្បាច់វាសពចឹងហើយយើងដាក់ឲ្យស៊ីហើយបាទហើយចូលចិត្តណាស់បាទដាក់ទៅនឹងដណ្ដើមគ្នាជន់កគ្នាបាសដៃបាសជើងបាទហ្នឹងបងប្អូនមើលបងប្អូនដាក់ចឹងបានន័យថាការងារយើងកប៉ែកប៉ុកប្រចាំថ្ងៃហ្នឹងណាកុំឲ្យទំនេរបាទតែទំនេរវាអត់ស្រួលទេមានបញ្ហាចេះចុះនេះហើយប្រពងមិនសូវទំនេរទេរវល់មួយថ្ងៃការងារកប៉ែកប៉ុកអញ្ចឹងហើយទាំងប្រពន្ធទាំងកូនស្រាក់ដៃគ្នាធ្វើទៅនៅយើងនៅនឹងផ្ទះណោះបាទហើយពេលដែលយើងចាំបានហើយអានេះវាមុនរបស់បងប្អូនគេធំល្អឡើងក្រហមមកនេះប៉ុន្តែក៏ចាប់ដើមលក់បដាដែរហើយអាហ្នឹងវាបងប្អូននៅចិត្តគេមកត្រូវការទៅមហូបធ្វើមហាអីលក់បដាចិត្តអស់ហើយបងប្អូនយើងឡាលក់ហើយបាទចិត្តអស់ហើយឥឡូវហ្នឹងក៏ដាក់ថ្មីនោះដែលបងប្អូនឃើញកំពុងរៀបចំត្រង់ដាក់ហ្នឹងបន្តវេនវាដាក់នោះរៀងគ្រឿងបន្តិចកាន់តែបានកូនសាក្រោយមកអានេះចាប់យកអស់ទៅដាក់ឆ្លាស់គ្នាត្រង់ពីហ្នឹងត្រឡប់ទៅត្រឡប់មកឆ្លាស់គ្នាហ្នឹងអានេះទៅដាក់មើលគេដាក់យកមិញបាទបងប្អូនឃើញហើយបាទហើយស៊ីចាប់ដើមស៊ីអត់យូរទេបងប្អូនយើងបាទស៊ីតែ2ខែហ្នឹងល្មមលក់ទៀតហើយធំទៀតហើយបងប្អូនចាំទស្សនាវីដេអូពគង់ធ្វើបន្តទៀតពីមន់ហ្នឹងចាំមើលថាស៊ីចំណីហ្នឹងធំលឿនមែនតែអត់ចឹងណាបងប្អូនអាចទស្សនាវីដេអូក្រោយទៀតប្រៀបធៀបដឹងហើយបាទ
ហើយនេះចំណៃយើងលាយហ្នឹងក៏យកមកឲ្យទីស៊ីផងដែរហើយមេបាមន់អីហ្នឹងក៏ស៊ីចំណៃរៀងគ្នាហ្នឹងដែរយើងគ្រាន់តែថាលាយជាមួយនឹងមេបាចេះយើងថែមបន្លែទៀតបាទយើងថែមបន្លែឲ្យច្រើនពីព្រោះមេបាมันត្រូវការធាត់ទេតែកាលណាវាធាត់វាអត់ពងណាបាទហើយដូចទានេះដាក់ភ្លឹបមកដដើមគ្នាស៊ីចូលចិត្តស៊ីបាទចឹងវាមិនមានអីទេបងប្អូនយើងបាទពពងគាត់ណាចេះតែលើកយកពីនេះពីនោះមកដើម្បីឲ្យបងប្អូនយើងមានការឆ្នៃលីអញ្ចឹងទៅណាវាពពងឆ្នៃទៅហើយធ្វើទៅវាបានផលបានអីនៅនឹងផ្ទះចឹងដែរចឹងសង្ឃឹមថាបងប្អូនយើងអាចយកជាគំរូយកទៅសិក្សាស្វែងបានអញ្ចឹងវីដេអូក៏ដល់ទីបញ្ចប់តែប៉ុណ្ណឹងបាទហើយក៏សូមអរគុណបងប្អូនយើងដែលទស្សនាពីដើមដល់ចប់เนาะបាទហើយក៏អរគុណបងប្អូនយើងដែលបាន like ហើយនិង comment វីដេអូពូពងផងដែរហើយយើងចាំជួបគ្នានៅវីដេអូថ្មីទៀតអរគុណច្រើន